បាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងមករៀនឆែកពីរបៀបនៃការឆែកមើលវីសាសម្រាប់បងប្អូនខ្មែរយើងដែលធានាគ្រួសារអ្នកដែលធានាគ្រួសារមកកូរ៉េហើយស្ថានទូតកូរ៉េនៅខ្មែរយើងនៅពេលដែលដាក់ពាក្យហើយគេប្រាប់យើងក្រោយពីដាក់ពាក្យ7 ថ្ងៃ7 ថ្ងៃមកនិយាយទៅវាអាចមួយអាទិត្យលើសពីមួយអាទិត្យតិចតួចលើសពីមួយអាទិត្យតិចតួចហ្នឹងគេនឹងប្រាប់យើងឲ្យឆែកហើយឆែកមើលអញ្ចឹងយើងគេឲ្យយើងឆែកមើលខ្លួនឯងដើម្បីឆែកមើលយើងត្រូវបំពេញពាក្យនៅក្នុង website មួយដែលមានឈ្មោះថាអីគេ visa បងប្អូនវាយ visa.co.kr បងប្អូនវាយទៅពាក្យ visa.co.kr វានឹងពេលដែលយើងវាយហើយវានឹងលោតមកកន្លែងហ្នឹងហើយពេលមកដល់កន្លែងហ្នឹងបងប្អូនចូលឆែកនៅកន្លែងនេះវាអត់នេះទេអញ្ចឹងខាងឋានទូតអត់មានឲ្យលេខកូដលេខអីមកយើងទេអញ្ចឹងនៅពេលដែលយើងចង់ឆែកគឺយើងចូលមកពាក្យ site to map នេះយើងចុចលើ site to map ហើយយើងមកយកពាក្យ Chove Patkum ណា Chove Patkum យើងមកយកពាក្យ Chove Patkum នឹងមកនៅពេលដែលយើងចុចលើពាក្យ Chove Patkum ពាក្យកូរ៉េហ្នឹងយើងត្រូវមកបំពេញកន្លែងនេះមកដល់កន្លែងនេះទី1ខាងលើគេដាក់យកខ្វន់កន្លែងរូបនេះគេដាក់យកខ្វន់អញ្ចឹងយើងចុចលេខកន្លែងនេះលេខ passport យើងសរសេរលេខ passport ដូចទៅត្រូវនឹងលេខរបស់យើងមកជាមួយខ្ញុំសាកល្បងមួយលេខ passport គាត់ត្រូវខុសមើលសិនអូខេត្រូវឈ្មោះយើងសរសេរដក clear មកកន្លែងតកូលហើយចាំយើងដក clear ហើយយើងមករើសថ្ងៃខែឆ្នាំកំណើតថ្ងៃខែឆ្នាំកំណើតនៅក្នុងនេះរបស់យើងហ្នឹងដូចទៅនឹង passport យើងមកខែយើងជ្រើសខែមកហើយយើងជ្រើសថ្ងៃយើងនៅពេលដែលយើងបំពេញកន្លែងហ្នឹងចប់អស់ហើយយើងត្រូវចុចពាក្យ search នេះចុចពាក្យ search នៅពេលដែលចុចពាក្យ search បងប្អូនចំណាំមើលនៅពេលដែលpassport ដែលមិនទាន់visa ដែលមិនទាន់ធ្លាក់គឺនៅកន្លែងនេះអត់វាចេញអញ្ចឹងបងប្អូនចេញអញ្ចឹងបានន័យថាឈប់ស៊ូឯកសារគេទៅនឹងយើងបានដាក់ហើយយើងបានគេទទួលហើយតែ visa គេមិនទាន់ចេញឲ្យទេហើយកន្លែងនេះគេដាក់ស៊ីនឆុងប៉ុនហូលេខថ្ងៃខែឆ្នាំដែលយើងដាក់ហ្នឹងថ្ងៃខែឆ្នាំដែលយើងដាក់ហ្នឹងគឺដាក់ចាប់ពីថ្ងៃទី31 ខែ 12 2015មកអញ្ចឹងបើសិនជាចេញបើសិនជាធ្លាក់ឈ្មោះកន្លែងនេះគេវានឹង load មួយរូបមួយកន្លែងហ្នឹងឲ្យយើងមើលថាយើងចុចលើអាហ្នឹងហើយវានឹង load នៅ visa กระดาษ visa មួយឲ្យយើងហើយ load กระดาษ visa ហ្នឹងយើងចុចលើអាហ្នឹងហើយយើង download មកហើយយើងយកទៅ print ដើម្បីមកចូលប្រទេសកូរ៉េយើងអត់ពិបាកទៅបិទ visa ជាមួយនឹង passport ទេអាហ្នឹងហើយយើងកាន់กระดาษហ្នឹងជំនួសនឹងกระดาษដែលបិទជាប់ជាមួយនឹង passport ហើយបើសិនជាបងប្អូនអត់ print អាហ្នឹងមកទេមកដល់ពលានប្រហែលជាពិបាកបន្តិចអញ្ចឹងយើង print កាន់กระดาษហ្នឹងមកនេះហើយចាំមើល
ចាំមើលវីដេអូក្រោយបើសិនណាជាចេញខ្ញុំនឹងធ្វើវីដេអូមួយទៀតតែនេះវីដេអូនេះគឺវីសាអត់ទាន់ជាប់ទេកន្លែងហ្នឹងវីសាអត់ទាន់ជាប់ទេគឺនៅបាទអរគុណច្រើន